នៅក្នុងនគរពន្លឺតារារស្មីអូរ៉ូរ៉ារស់នៅដោយសុខសាន្តប៉ុន្តែភ្លាមកម្លាំងងងឹតបានគ្របដណ្ដប់រាជធានីព្រះនាងត្រូវបានចាប់យកទៅដោយបិសាចអាក្រក់វូរ៉ាគូអូរីយុនវីរបុរសក្មេងសង្ហារបស់សកលលោកបានទៅជួយសង្គ្រោះព្រះនាងគាត់រៀបចំអាវុធនិងចូលលើយានអវកាសដំណើរឆ្ពោះទៅភពពន្លឺដែលព្រះនាងត្រូវគេចាប់ទៅនៅលើភពភ្លើងគាត់ប្រយុទ្ធទល់នឹងសត្វភ្លើងដ៏ខ្លាំងក្លាប្រយុទ្ធយ៉ាងយូរគាត់បានឈ្នះពួកសត្វភ្លើងទាំងនោះគាត់បន្តដំណើរបានបន្តិចក៏ជួបព្យុះដ៏ខ្លាំងបានសាក់លបងកម្លាំងរបស់គាត់អូរីយ៉ុនលួចចូលភពងងឹតដោយភាពក្លាហានគាត់បំបែកទ្វារធម្មពលដើម្បីចូលទៅរកព្រះនាងពួកបិសាចដឹងថាមានអ្នកមកជួយព្រះនាងពួកវាបានវាយប្រហារគាត់ជាក្រុមតែតួប្រុសយើងមិនខ្លាចទេបានប្រយុទ្ធយ៉ាងខ្លាំងក្លាហើយតួប្រុសរបស់យើងបានសម្លាប់នាយបិសាចបានជោគជ័យតួប្រុសរបស់យើងបានបំបែកកញ្ចក់ដែលបិសាចបានឃុំព្រះនាងបន្ទាប់មកតួប្រុសរបស់យើងបានបំបែកទ្រង់ដែលពាត់ព្រះនាងហើយព្រះនាងចេញមកជួបតួប្រុសយើងទាំងរីករាយពួកគេចេញពីប្រាសាទមុនពេលវាផ្ទុះឡើងយានអវកាសបាននាំអ្នកទាំងពីរត្រឡប់ទៅកាន់រាជធានីវិញដោយសុខសាន្តចាប់ដោយបរិបូរណ៍